ចម្រៀងរាជប្រាថ្នារំភើបភូថ្លែងគណៈវីដេអូចម្រៀងកូនអាចារ្យញ៉ែប៉ះកូនក្រមុំឃុំមានអ្នកចូលទស្សនាដល់1Mក្នុងមួយថ្ងៃតារាចម្រៀងរាជប្រាថ្នារំភើបភូថ្លែងគណៈវីដេអូចម្រៀងកូនអាចារ្យញ៉ែប៉ះកូនក្រមុំឃុំរបស់លោកនិងកញ្ញាខាត់សួស្ដីច្រៀងឆ្លើយឆ្លងគ្នាមានអ្នកចូលទស្សនាដល់1Mក្នុងមួយថ្ងៃថ្វីត្បិតតែពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ក៏ពិតមែនប៉ុន្តែចម្រៀងកូនអាចារ្យញ៉ែប៉ះកូនក្រមុំឃុំរបស់តារាចម្រៀងរាជប្រាថ្នានិងកញ្ញាខាត់សួស្ដីនៅតែមានអ្នកទស្សនាច្រើនដោយសារតែបទចម្រៀងមួយបទនេះជាបទចម្រៀងឆ្លើយឆ្លងផ្ដោះផ្ដងផ្លែផ្កាដាក់គ្នាជាមួយនឹងចង្វាក់រាំដ៏គួរឲ្យទាក់ទាញជាក់ស្ដែងតាមរយៈវីដេអូដែលលោករាជប្រាថ្នានិងកញ្ញាខាត់សួស្ដីបាននាំគ្នាយកទៅច្រៀងលេងកម្សាន្តមានអ្នកចូលទស្សនាដល់ទៅរាប់លានអ្នកលោករាជប្រាថ្នាបានបង្ហាញនៅអារម្មណ៍ពិតរបស់ខ្លួនថា1M Menu ក្នុងមួយថ្ងៃពិតជាអរគុណសម្រាប់ការគាំទ្រពីពុកម៉ែបងប្អូនដែលបានស្រឡាញ់និងពេញចិត្តបទចម្រៀងកូនអាចារ្យញ៉ែប៉ះកូនក្រមុំឃុំជាមួយនឹងក្តីរំភើបនេះលោករាជប្រាថ្នាថែមទាំងបាននិយាយថាលោកនៅតែមានចម្រៀងថ្មីៗជាច្រើនទៀតដើម្បីបំពេញអារម្មណ៍ទស្សនិកជនកុំភ្លេចចូលទស្សនានិងគាំទ្របទចម្រៀងរបស់លោកផងលោករាជប្រាថ្នាគឺជាតារាចម្រៀងនៅក្នុងផលិតកម្ម Galaxy Navatra បទចម្រៀងរបស់លោកភាគច្រើនសុទ្ធតែជាបទចម្រៀងបែបរាំកម្សាន្តសប្បាយៗជាពិសេសនៅពេលដែលលោកចាប់ដៃគូជាមួយតារាចម្រៀងខាត់សួស្ដីគឺពិតជាទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជនជាពិសេសបទចម្រៀងនៅក្នុងឱកាសចូលឆ្នាំថ្មីនិងភ្ជុំបិណ្ឌជាដើមទស្សនិកជនបានទស្សនាបទចម្រៀងកូនអាចារ្យញ៉ែប៉ះកូនក្រមុំឃុំហើយឬនៅបើមិនទាន់បានទស្សនាទេតាទៅទស្សនាទាំងអស់គ្នានៅលើ page ផ្លូវការរបស់ផលិតកម្ម Galaxy Navatra ទាំង Facebook ក៏ដូចជានៅ YouTube